បាទអរគុណបងដែលបានទទួលការសម្ភាសន៍របស់សារព័ត៌មានអាននៃការពន្ទោជាបឋមសូមបងជួយណែនាំខ្លួនបន្តិចហើយចង់ដឹងពីចំណាប់អារម្មណ៍របស់បងក្នុងការចូលរួមកម្មវិធីរបស់ CTM បាទជំរាបសួរបាទខ្ញុំឈ្មោះសៀងពៅជាអគ្គនាយកក្រុមហ៊ុនពៅ Planning Home ជាក្រុមហ៊ុនមួយនៅស្រុកខ្មែរដែលជាក្រុមហ៊ុនអចលនទ្រព្យបាទថ្ងៃនេះ CTM បាននាំនៅកថាភ្ញៀវបរទេសមកពីប្រទេសឥណ្ឌាជាច្រើនអ្នកការចូលរួមរបស់ខ្ញុំបញ្ជាក់ថាប្រទេសខ្មែរយើងពិតជាមានសក្តានុពលដែលអាចនាំនៅចំណាប់អារម្មណ៍ពីភ្ញៀវបណ្ដាប្រទេសជាច្រើនជាពិសេសថ្ងៃនេះគឺមានអ្នកវិនិយោគជាច្រើនមកពីប្រទេសឥណ្ឌាបាទហើយតើបងមានក្តីរំពឹងយ៉ាងណាដែរបន្ទាប់ពីចូលរួមកម្មវិធី CTM នេះអរគុណច្រើនសំណួរល្អបាទតាមពិតការរំពឹងគឺមានច្រើនដែរខ្ញុំជឿជាក់ថាកម្មវិធីថ្ងៃនេះពួកភ្ញៀវជនជាតិឥណ្ឌាគាត់បាននាំដើរទេសចរជុំវិញស្រុកខ្មែរជាច្រើនរួចទៅហើយដល់ខេត្តសៀមរាបនិងបណ្ដាខេត្តជាច្រើនស្អែកនេះគាត់ទៅកំពង់សោមខ្ញុំជឿជាក់ថាកម្មវិធីមួយនេះនឹងអាចរំពឹងខ្លាំងព្រោះគាត់បានឃើញពីសក្តានុពលនៅប្រទេសកម្ពុជារបស់យើងពីការអភិវឌ្ឍជាច្រើនជាពិសេសនៅទីក្រុងភ្នំពេញទៅលើតំបន់អាគារជាច្រើនដែលកំពុងតែអភិវឌ្ឍជាដើមអញ្ចឹងក្រោយពីខ្ញុំជួបបានពីរនាក់ដែរមុនហ្នឹងគាត់បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងគាត់ថាគាត់នឹងរំពឹងនឹងមកជួបភាសាទៀតដើម្បីជជែកពីការវិនិយោគទៅតែម្ដងបាទតើជនជាតិឥណ្ឌាគាត់មានការយល់ឃើញយ៉ាងណាចំពោះវិស័យអចលនទ្រព្យនៅកម្ពុជាយើងអូខេមែនតើគាត់ក៏បានដឹងរួចទៅហើយថាទីទូទៅនៅបច្ចុប្បន្នភាពមិនទាន់ល្អខ្លាំងដល់ឡើយប៉ុន្តែគាត់បានភ្ញាក់ផ្អើលថាប្រទេសកម្ពុជារបស់យើងរីកចម្រើនលឿនលើសពីការរំពឹងទុករបស់គាត់មកពីប្រហែល 4-5 ឆ្នាំមុនគាត់ថានៅមិនទាន់ថារីកចម្រើនខ្លាំងដល់ឡើយតែក្រោយពីគាត់ឡប់មកជើងនេះគាត់ឃើញពីការអភិវឌ្ឍរបស់យើងរីកចម្រើនមែនទែនជាងធ្វើគាត់គិតថាជាឱកាសល្អក្នុងការបកមកសិក្សានិងស្វែងយល់និងការចូលរួមការថាវិនិយោគនៅស្រុកខ្មែរជាមួយគ្នាបាទសម្រាប់គម្រោងអាចចង់ប្របរបស់ខាងក្រុមហ៊ុនបងតាមមានសក្តានុពលតាក់ទាញចំណុចណាខ្លះទៅដល់ជនជាតិឥណ្ឌាក៏ដូចជាជនជាតិបរទេសផ្សេងៗបាទអូខេមែនតើចំណុចតាក់ទាញយើងមានច្រើន concept ឲ្យទៅភ្ញៀវបរទេសគឺទីមួយគឺការគាត់អាចមកទិញនៅស្រុកខ្មែរយើងគាត់អាចទិញ 100%បាទដោយសារច្បាប់នៅប្រទេសកម្ពុជារបស់យើងជនជាតិបរទេសអាចទិញពីជាន់ទី1ទៅគាត់អាចជាកម្មសិទ្ធិ 100% តែម្ដងនេះជាឱកាសវិនិយោគដ៏កក់ក្ដៅមួយសម្រាប់ជនជាតិបរទេសតែម្ដងបាទទីចំណុចល្អរបស់យើងបាទប្រទេសជាតិរបស់យើងតែម្ដងបាទគូផ្សំជាមួយនឹងកម្មវិធីរបស់ CTM ដែលអាចថាជួយជំរុញការអភិវឌ្ឍវិស័យទេសចរកម្ពុជាតើវាមានសក្តានុពលអ្វីក្នុងការជំរុញវិស័យអចលនទ្រព្យនៅកម្ពុជាជាពិសេសដូចជាគម្រោងរបស់ខាងក្រុមហ៊ុនបងអូខេទេសចរបានជួយមួយផ្នែករួចទៅហើយអញ្ចឹងកំឡុងពេលហ្នឹងយើងតែងតែព្យាយាមបញ្ជ្រាបព្រោះធម្មតាភ្ញៀវបរទេសដែលដើរមកស្រុកខ្មែរបែបទេសចរគាត់អត់ទាន់យល់អស់ទេអញ្ចឹង CTM បានផ្សំផ្គុំឲ្យយើងជាក្រុមហ៊ុនដូចខ្ញុំមានឱកាសបង្ហាញសក្តានុពលអ្វីខ្លះដែលយើងមានឲ្យភ្ញៀវបរទេសវាជាចំណុចល្អមួយរបស់យើងមែនទែនអញ្ចឹងក៏អរគុណដល់ក្រុមហ៊ុនដល់ការកម្មវិធីនេះដែលបានអនុញ្ញាតឲ្យពួកយើងមកដាក់ជា booth ដើម្បីបង្ហាញនៅសក្តានុពលនេះច្រើនទៅភ្ញៀវបរទេសតែម្ដងបាទក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យតាមដើរតួនាទីសំខាន់យ៉ាងម៉េចក្នុងការជួយទាញភ្ញៀវទេសចរនិងជំរុញវិស័យទេសចរកម្ពុជាខ្ញុំគិតថាទី1យើងបង្ហាញនៅសក្តានុពលការអភិវឌ្ឍដែលយើងមានស្រាប់ទី2បង្ហាញពីឱកាសចំណេញទៅឲ្យពួកភ្ញៀវបរទេសមកវិនិយោគគេចង់ចំណេញអញ្ចឹងយើងបង្ហាញពីអ្វីដែលយើងកំពុងធ្វើដែលកំពុងមានសក្តានុពលស្រាប់ទៅឲ្យអតិថិជនមើលតែម្ដងថានៅពេលគាត់វិនិយោគហើយគាត់ពិតជាចំណេញពិតប្រាកដតែម្ដងបច្ចុប្បន្នក្រុមហ៊ុនគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនបងតែអតិថិជនជាជនជាតិអ្វីដែលគាត់ចូលចិត្តចង់អូខេល្អមែនទែនបច្ចុប្បន្ននេះខ្ញុំលក់បានមានទី1អតិថិជនខ្មែរទី2ជនជាតិខ្មែរនៅភ្នំពេញតែម្ដងគាត់នៅតែតម្រូវការបន្ថែមទី3ប្រកាសណាជនជាតិបរទេសដែលគាត់មកស្រុកខ្មែរដែលខ្លះគាត់មករស់នៅខ្លះគាត់តែទិញវិនិយោគទេគាត់ទិញត្រឹមនៅ short stay គាត់ទៅវិញមួយបន្ទប់ពីរបន្ទប់ខ្លះទិញដល់មួយជាន់ដើម្បីធ្វើជាអាជីវកម្មតែម្ដងនេះជាអ្វីដែលខ្ញុំលក់បានកន្លងមកជាចុងក្រោយបងមានអ្វីបន្ថែមទាក់ទងនឹងគម្រោងអចលនទ្រព្យរបស់បងហើយនឹងកម្មវិធីរបស់ CTM ជាដំបូងអរគុណដល់ CTM ដែលបានធ្វើកម្មវិធីនេះឡើងបានផ្សំផ្គុំឲ្យខ្ញុំជាអ្នកម្ចាស់គម្រោងអាចស្គាល់ទៅភ្ញៀវបរទេសបាទអរគុណជាច្រើនទី2សូមប្រកាសដល់ភ្ញៀវអន្តរជាតិនិងភ្ញៀវជាតិទាំងអស់ថាប្រទេសកម្ពុជាយើងបើកចំហរងចាំសម្រាប់អ្នកវិនិយោគព្រោះយើងមានឱកាសល្អៗច្រើនសម្រាប់ថាផ្ដល់ជូនពួកគាត់តែម្ដងសូមអរគុណ